សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកគៀនស្វាយស្តីពីការជីកស្ដារព្រែកឫស្សីស្រុកស្ថិតនៅក្នុងភូមិសាស្ត្រឃុំឈើទាលស្រុកគៀនស្វាយខេត្តកណ្ដាលយោងមតិដឹកនាំរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនាថ្ងៃទី4ខែធ្នូឆ្នាំ2025រដ្ឋបាលស្រុកគៀនស្វាយមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅនិងសាងសង់សំណង់រំលោភលើចំណីព្រែកឫស្សីស្រុកស្ថិតនៅក្នុងភូមិសាស្ត្រឃុំឈើទាលឲ្យបានជ្រាបថាកាលពីថ្ងៃទី4ខែធ្នូឆ្នាំ2025ឯកឧត្តមគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានដឹកនាំក្រុមការងារខេត្តស្រុកឃុំនិងភូមិចុះពិនិត្យស្ថានភាពទឹកជន់លិចផ្ទះនិងចំការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិឫស្សីស្រុកនិងភូមិឫស្សីស្រុក2ឃុំឈើទាលស្រុកគៀនស្វាយផ្អែកតាមស្ថានភាពជាក់ស្ដែងដើម្បីរំដោះទឹកដែលជន់លិចផ្ទះនិងចំការរបស់បងប្អូនប្រជាពលរដ្ឋឯកឧត្តមអភិបាលខេត្តបានបញ្ជាឲ្យជីកស្ដារប្រឡាយនិងព្រែកនានានៅក្នុងភូមិសាស្ត្រនេះឡើងវិញរួចបង្ហូរទឹកចូលទន្លេដើម្បីឲ្យកិច្ចការងារនេះប្រព្រឹត្តទៅដោយរលូនមានប្រសិទ្ធភាពនិងឆាប់រហ័សជាប្រយោជន៍សាធារណៈជាពិសេសសម្រាប់រំដោះទឹកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រខាងលើរដ្ឋបាលស្រុកស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅសាងសង់សំណង់និងចាក់ដីរំលោភលើចំណីព្រែកសុំរុះរើចេញដោយស្ម័គ្រចិត្តក្នុងរយៈពេល15ថ្ងៃដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះជាកំហិតអាស្រ័យដោយបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបនិងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅថ្ងៃសុក្រ15កើតខែមិគសេឆ្នាំម្សាញ់សប្បដស័កពុទ្ធសករាជ2569ស្រុកគៀនស្វាយថ្ងៃទី5ខែធ្នូឆ្នាំ2025អភិបាលនៃគណៈអភិបាលស្រុកគៀនស្វាយហត្ថលេខានឹងត្រា លើសុកសាន